นี่มองខ្លះគាត់ទិញ E21 ទៅគាត់ដឹងដោតដោយឡៃណានេះដោយវាកន្លែងនេះក៏ដោតឡៃហ្នឹងពេលដោតហើយបងអាចចុចនៅលើ tele ក៏បានឬក៏ចុចនៅលើ projector ហ្នឹងហ្មងក៏បានដែរនេះលើ projector ហ្នឹងមកចាសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំនឹងប្រាប់ពីរបៀបនៃការសេរី G1 ក៏ដូចជា E21 អញ្ចឹងបងឃើញមាននៅលើប៊ូតុងសម្រាប់ tele ឃើញហ៎មាន S បូក S ដកអញ្ចឹងបងសេរីមកបើសិនជាឃើញអត់ច្បាស់បងសេរីមកនេះឃើញហ៎ឃើញ S ខ្ញុំចុចយូរទៅឃើញវាច្បាស់ហើយអញ្ចឹងខ្ញុំមកក្រោមវិញ S ដកវិញអញ្ចឹងចុច S បូក S ដកហ្នឹងទៅគឺយើងសេរីហើយសេរីភាពច្បាស់របស់វាអូខេអញ្ចឹងខ្ញុំសេរីភាពច្បាស់អស់ហើយបន្ទាប់ពីសេរីភាពច្បាស់អស់ហើយបងចង់ភ្ជាប់ Wi-Fi អញ្ចឹងបងគឺចុចមកខាងស្ដាំនេះក៏អត់មានជាប់អីទេអញ្ចឹងបងចុចមកខាងឆ្វេងដើម្បីភ្ជាប់ Wi-Fi អញ្ចឹងចូល setting ឬក៏ចូល network នេះគាត់ថាយើងចូល setting វាមានច្រើនអញ្ចឹងយើងចូល setting បន្ទាប់ពីចូល setting ហើយបងនឹងឃើញ Wi-Fi ហ៎ឃើញទេគឺមាន Wi-Fi ហ៎អញ្ចឹងអូខេលើ Wi-Fi នឹងមកអូខេលើ Wi-Fi បន្ទាប់ពីអូខេលើ Wi-Fi ហើយយើងចុចលើ wireless នឹងមកហើយយើងចុចលើ Wi-Fi ណាដែលយើងចង់ភ្ជាប់អញ្ចឹងនេះដូចជា Wi-Fi នេះអូខេ Wi-Fi ហ្នឹងអញ្ចឹងខ្ញុំចង់ភ្ជាប់ Wi-Fi ហ្នឹងខ្ញុំចុចអូខេទៀតវាឃើញប៊ូតុងនេះឃើញអត់បន្ទាប់ពីបងចុចអស់ហើយអូខេចុច password អស់ហើយយើងចុច password អស់ហើយគឺបងចូលកន្លែង text នេះចូលកន្លែង text ហ្នឹងមកកន្លែង text ពណ៌នេះចឹងបន្ទាប់មកបងចុចមកក្រុមអូខេមកចឹងបន្ទាប់មកបងចុចអូខេកន្លែងនេះចុចមកក្រុមមកយកអូខេបន្ទាប់ពីអូខេហើយយើង back មកវិញមកវា connect គឺឃើញបែបហ្នឹងហើយ connect បន្ទាប់ពី connect ហើយបង back មកវិញហើយបងចង់ Bluetooth ទៅបាសអញ្ចឹងបងត្រូវចុច setting យក Bluetooth ឃើញទេនេះ Bluetooth អញ្ចឹងអូខេលើ Bluetooth ហ្នឹងមកបន្ទាប់ពីអូខេលើ Bluetooth នេះបាសរបស់យើងបាសមួយណាយើងភ័យវាមួយអាហ្នឹងមកចាតែប៉ុណ្្នឹងទេសម្រាប់មួយបាសហើយមួយទៀតការសេរី setting ដែលយើងចង់ជ្រាបជ្រុងជ្រាបអីហ្នឹងគឺយើងចូល setting ដដែលបន្ទាប់ពីចូល setting ហើយបងចូល projection setting អូខេលើ projection setting បន្ទាប់មកយើងអូសមកក្រោមឃើញកន្លែងនេះគឺយើងសេរីឃើញវា4ជ្រុងអញ្ចឹងណាបើសិនជាបងឃើញ4ជ្រុងអញ្ចឹងទេមានន័យកន្លែងនេះគេបិទឬក៏គេធ្វើអីអញ្ចឹងទៅមិនកន្លែងហ្នឹងនេះកន្លែងនេះប្រកាសជាបិទបើកវិញអញ្ចឹងទៅហើយបន្ទាប់មកបងចូលកន្លែងសេរីនេះសេរី4ជ្រុងសេរីវាមកចង់សេរីជ្រុងណាអីគឺបងចុចអូខេឡើងលើចុះក្រោមគឺសេរីជ្រុងហើយអូខេក្រោយពីសេរីហ្នឹងហើយយើងបែកមកវិញយើងសេរីជ្រាបជ្រុងហ្នឹងជ្រុងទីម៉ានដែលយើងចង់សេរីហ្នឹងសេរីអស់ហើយយើងបែកមកវិញបន្ទាប់ពីបែកមកវិញអានេះ reset អញ្ចឹងណាយើងចង់ reset អីដូចដើមហើយអានេះ zoom ឧទាហរណ៍ថាបងចង់ zoom អីគេអានេះបើក zoom វិញដើម្បីយើង zoom អញ្ចឹងចង់ zoom ចង់ scale ហ៎អញ្ចឹងយើងបើកអាហ្នឹងមកយើងចុចមកក្រោមមក zoom នេះឃើញទេ zoom មានណា zoom មកនេះអញ្ចឹងណាយើងមកវិញមកអូខេចាអានេះយើងបិទមកវិញមកយើងបើក scale ធ្វើអីយើងបើក scale ហ្នឹងដើម្បី zoom ទេតែប៉ុណ្្នឹងទេហើយនេះដោយសារតើខ្ញុំមើលទៅវាអត់ស្មើអញ្ចឹងខ្ញុំសេរីជ្រាបជ្រុងអញ្ចឹងសេរីជ្រាបជ្រុងអត់មានអីទេអូខេលើអាហ្នឹងមកនេះឃើញទេខ្ញុំសេរីវាមកក្រោមទៀតតែប៉ុណ្្នឹងអញ្ចឹងយើងសេរីអានេះជ្រុងនេះម្ដងវាឡើងលើស្មើគ្នានៅអូខេបើថាស្មើហើយយើងគិតថាស្មើជ្រុលយើងថយមកខ្លះមកអានេះម្ដងមើលសេរីស្មើនៅអូខេយើងគិតថាស្មើហើយយើងអូខេហើយអូខេយើងបែកមកវិញមកឃើញទេពេលយើងសេរីស្មើនឹងហើយអែមហើយអូខេហើយអូខេខ្ញុំប្រាប់ពីរបៀបនៃការភ្ជាប់ជាមួយនឹងទូរស័ព្ទ Android ហើយបើសិនជាបងចង់ភ្ជាប់ជាមួយនឹងទូរស័ព្ទ iOS គឺភ្ជាប់ទូរស័ព្ទនេះចាចុចលើនឹងមកអញ្ចឹងវាប្រកាសជាណែនាំនេះការភ្ជាប់ជាមួយនឹងទូរស័ព្ទ Apple អញ្ចឹងទៅ iPhone អញ្ចឹងទៅគឺការណែនាំគឺបែបហ្នឹងហើយតែខ្ញុំភ្ជាប់ជាមួយនឹងទូរស័ព្ទ Samsung គឺ Android អញ្ចឹងខ្ញុំចូលខាញ link នេះខាញ link គឺ YouTube នឹងអូខេលើខាញ link បន្ទាប់ពីអូខេលើខាញ link ហើយយើងគ្រាន់តែបើក Wi-Fi ចោលនៅលើទូរស័ព្ទរបស់យើងមកអត់មានអីច្រើនទេនេះនៅលើទូរស័ព្ទរបស់យើង
គឺយើងគ្រាន់តែបើក Wi-Fi on ចោលនេះមកនេះឃើញ Wi-Fi ខ្ញុំបើក on ចោលបន្ទាប់មកយើងរកពាក្យថា Smart View នេះ Smart View នៅក្រោមអញ្ចឹងអូខេលើ Smart View ហ្នឹងមកអញ្ចឹងវាប្រកាសជា scan device ដែលខ្ញុំចង់ភ្ជាប់នោះឃើញទេ device នេះខ្ញុំចង់ភ្ជាប់ឈ្មោះហ្នឹងអញ្ចឹងខ្ញុំចុចលើទូរស័ព្ទខ្ញុំមកចុចអូខេលើហ្នឹងបន្ទាប់មកយើងចុចថា start now ចាយើងចាំវាមួយសន្ទុះឃើញទេឃើញដូចអត់ឃើញដូចគ្នាអត់ហើយបងមិនក៏ទូរស័ព្ទប្រឈរហ្នឹងបងបើសិនជាបងចង់មើលអីគេអូខេជាងបងចុចហ្នឹងមកអូខេបើសិនជាទូរស័ព្ទបងប្រឈរហ្នឹងវាប្រឈរដែរអញ្ចឹងបើបងផ្ដេកឃើញវាផ្ដេកអត់ឃើញវាផ្ដេកអត់អត់មានអីជាបញ្ហាទៅទូរស័ព្ទយើងផ្ដេក YouTube យើងផ្ដេកអាហ្នឹងវាផ្ដេកដែរអត់មានអីពិបាកទេហើយបើសិនជាទូរស័ព្ទខ្ញុំប្រឈរអញ្ចេះវាប្រឈរដែរញ៉ាំមានពិបាកអីទេបងតែប៉ុណ្ណឹងហើយមួយទៀតបើសិនជាបងចង់ភ្ជាប់ជាមួយនឹង HDMI អត់មានអីពិបាកឯនេះ HDMI អូខេលើ HDMI ហ្នឹងមកនេះខ្ញុំមកដោត HDMI អញ្ចឹងវាចាញ់អញ្ចឹងយើងអូខេលើ HDMI ហ្នឹងមកវាប្រកាសជាចាញ់ឯងព្រោះដោយសារតែយើងដោតវាទៅនឹងកុំព្យូទ័ររបស់យើងតែប៉ុណ្្នឹងទេអស់ហើយ